They were just in space moments ago, so their arms were able to float freely. 400 meters. បងប្អូននេះជាវីដេអូ live នៅក្នុង Fox Live Now ដែលគេបានបង្ហាញពី live ពីព្រឹកមិញថ្ងៃនេះឯងថ្ងៃទី18ខែ3ណានៅសហរដ្ឋអាមេរិកនេះដែលយានអាវកាសចរដែលបានស្នាក់នៅក្នុងយានអវកាសនៅយានអវកាសពីអន្តរជាតិហ្នឹងក្នុងរយៈពេល9ខែដែលគាត់រស់នៅក្នុងយានអវកាសហ្នឹងហើយឥឡូវនេះគឺដែលត្រូវត្រឡប់មកផែនដីវិញណាហើយក្នុងការធ្វើដំណើរពីផែនដីពិភពពីយានអវកាសហ្នឹងមកដល់ផែនដីនេះគឺរយៈពេល17ម៉ោងជាងហើយក្នុងលបឿនលឿនមែនទែនអញ្ចឹងទៅខ្ញុំចង់បងប្អូនបានទស្សនាដែរហើយខ្ញុំនឹងធ្វើវីដេអូនេះឲ្យខ្លីៗកាត់ខ្លះអញ្ចឹងណាកុំឲ្យវាវែងពេកហើយនេះគឺជាការរូបភាពនៃការធ្លាក់នៃការចុះមកវិញហើយគេប្រើស្អីគេឆាត់អីនេះដើម្បីទុកកុំឲ្យធ្លាក់មកលើទឹកនឹងខ្លាំងពេកហើយគេរើសថ្ងៃនេះដោយសារតែឧបករណ៍ឬក៏យានអវកាសដែលគេទៅជិះនៅក្នុងឬក៏គេហៅ capsule ហ្នឹងដែលទៅសម្រាប់យានអវកាសចរហ្នឹងជិះនៅក្នុងហ្នឹងជិះហ្នឹងគឺអត់ទាន់បានរួចរាល់អញ្ចឹងទៅទើបតែបានរួចរាល់ហ្នឹងគេយកទៅហើយឥឡូវហ្នឹងពួកគាត់បានចូលនៅក្នុងកន្លែងហ្នឹងរៀបចំធ្វើដំណើរមកហ្នឹងហើយដោយពុំមកឃើញហ្នឹងគឺធ្លាក់មកហើយមកដល់ទឹកនឹងហើយខ្ញុំនឹងនិយាយបន្ថែមទៀតនៅខាងមុខទៀតហើយខ្ញុំសារឡើងវិញឲ្យពុំមកឃើញពីដើមរហូតមកដល់ចប់អញ្ចឹងណាប៉ុន្តែគាត់ថាពីដើមហ្នឹងគឺកន្លែងដែលខ្ញុំចង់ពុំមកឃើញគឺពេលដែលcapsule ហ្នឹងដែលAvocas ចូលទៅជិះមកហ្នឹងជិះចូលរៀបចំខ្លួនចូលមកទៅហើយចាប់ដើមធ្វើដំណើរមកចូលមកផែនដីតែម្ដងអញ្ចឹងបងប្អូនឥឡូវនេះគឺខ្ញុំសារឡើងវិញមកឃើញហ្នឹងហើយហ្នឹងជារូបភាពនៃយានអវកាសចរដែលធ្វើដំណើរនៅក្នុង capsule ហ្នឹងដើម្បីជិះមកផែនដីវិញពួកគាត់រស់នៅក្នុងរយៈពេលជាង9ខែដែលខ្ញុំនិយាយហ្នឹងហើយការអននេះទើបកើតឡើងប្រហែលថ្ងៃនេះទេហើយខ្ញុំសារឡើងហ្នឹងដើម្បីចង់ដឹងថាគឺត្រឡប់ទៅក្រោយវិញតែពេលដែលគេ live ហ្នឹងខ្ញុំមើលអត់ទាន់ណាអញ្ចឹងទៅក៏សារឡើងមកវិញដើម្បីឲ្យបានឃើញពីព្រឹត្តិការណ៍ហ្នឹងហើយគេនិយាយរៀបរាប់ពីផែនការនៃការយានត្រឡប់មកវិញហ្នឹងហើយមុននឹងត្រឡប់មកវិញហ្នឹងមុននឹងត្រឡប់មកដល់គេហៅថាសត្វផែនដីមកវិញហ្នឹងគឺគេចាក់ live នៅក្នុងយានអវកាសហ្នឹងផ្សព្វផ្សាយ live ផ្ទាល់ហ្នឹងមកដល់ផែនដីនេះយើងអាចមើលឃើញអំពីការដែលគេចូលទៅក្នុងបន្ទប់ហ្នឹងហើយរៀបចំបិទទ្វារបិទអីចឹងពាក់ស្លៀកបំពាក់យានអវកាសហ្នឹងទៅហើយរៀបចំក្នុងការធ្វើដំណើរចុះវិញទៅយូរមែនទេរំរៀបចំហើយchứមួយថ្ងៃហ្មងហើយទៅចុះមកប្រហែលជាម៉ោង5ម៉ោង6ហ្នឹងនៅក្នុងអាមេរិកនេះណាថ្ងៃទី18ហ្នឹងខែ3ទី18ហ្នឹងត្រូវតែថ្ងៃអង្គារនេះឯងដែលយានអវកាសហ្នឹងបានចុះមកដល់សត្វផែនដីហ្នឹងអញ្ចឹងទៅនេះជារូបភាពនៃកន្លែងដែលគេឆ្លើយឆ្លងគ្នាមានអ្នកអង្គុយក្នុងកុំព្យូទ័រក្នុងបន្ទប់ហ្នឹងហើយនឹងអ្នកនិយាយរៀបរាប់ពីការចាក់ផ្សាយ live ហ្នឹងដើម្បីមកបានឃើញទស្សនាហើយប្រជាជនអាមេរិកនេះគេចាក់មើលគ្រប់គ្នាហើយគេផ្សព្វផ្សាយតាមទូរទស្សន៍ជាតិតែម្ដងដើម្បីឲ្យមនុស្សជាជនអាមេរិកទាំងអស់បានទស្សនាពីការត្រឡប់មកវិញអញ្ចឹងណាឥឡូវយើងនឹងមើលទាំងអស់គ្នាហើយខ្ញុំនឹងអត់និយាយច្រើនទេខ្ញុំចង់ពុកម៉ែបងប្អូនមកទស្សនាហើយខ្ញុំនឹងកាត់ខ្លីៗទេហើយពុកម៉ែបានទស្សនាខ្ញុំនឹងនិយាយខ្លះដែរក្នុងនឹងអញ្ចឹងណាដើម្បីកុំឲ្យយើងមើលទៅវាអបសុកហើយអញ្ចឹងយើងទៅមើលទាំងអស់គ្នា
ចឹងបាទមកដល់នេះខ្ញុំកាត់ឲ្យបងមើលទស្សនាបានលឿនហើយអា line នេះពេលដែលយានអវកាសនេះឬក៏គេហៅថាអាដុំ capsule នេះដែលមានយានអវកាសចរដែលជិះនៅក្នុងហ្នឹងអឺធ្វើដំណើរចុះមកផែនដីពីយានអវកាសអន្តរជាតិនឹងមកហ្នឹងគឺអត់មានរូបភាពទេដោយសារតែវាជិះមកវាចូលក្នុងស្រទាប់អូโซនចូលក្នុងស្រទាប់អាកាសធាតុនៃផែនដីហ្នឹងវាអត់វាផ្សព្វផ្សាយបានទេអញ្ចឹងយើងមើលអត់ឃើញទេរហូតមកដល់ចុះផុតស្រទាប់ហ្នឹងទៅបានមានគេហៅថាកាមេរ៉ាមួយដែលគេថតបានហើយកាមេរ៉ានេះប្រើគេហៅប្រព័ន្ធម្យ៉ាងទៀតដែលចាប់រូបភាពទៅមានលក្ខណៈថាងងឹតក៏ពិតអត់ងងឹតទេប៉ុន្តែមើលទៅដូចលក្ខណៈពេលយប់ចឹងប៉ុន្តែមិនមែនពេលយប់ទេគឺពេលថ្ងៃយើងភ្លឺចេះហ្មងហើយចឹងទៅនេះគេចាប់គេពង្រីករហូតទៅដល់បានឃើញមកប៉ុណ្្នឹងឯងឥឡូវនេះវាកំពុងតែចុះមកបន្តិចម្ដងក៏ពិតនឹងលឿនមែនទែនបើយើងគិតទៅជាគីឡូម៉ែត្រមួយម៉ោងគឺលឿនមែនទែនបើនៅប្រហែល100គីឡូម៉ែត្រក្នុង1ម៉ោងឯងគេនិយាយដែរប៉ុន្តែខ្ញុំអត់ដឹងថាកន្លែងហ្នឹងគេនិយាយកន្លែងណាទេតែប៉ុន្តែចង់និយាយថាហើយជិះលឿនមែនទែនចង់និយាយថាវាស្លាក់មកលឿនណាហើយអ្វីដែលអស្ចារ្យថងកន្លែងនេះគឺថាអ្នកដែលបង្កើតឧបករណ៍ហ្នឹងឬក៏ស្អីគេហៅថាយានជំនិះហ្នឹងឬក៏យានអវកាសនេះវាធ្វើដំណើរខ្លួនឯងបានន័យថាវាបើកខ្លួនឯងវាអូតូវាបើកអូតូតែម្ដងគាត់ថាគេដាក់ផែនទីដាក់គោលដៅដាក់អីចូលក្នុងកម្មវិធី program វារួចវាហោះមកតែម្ដងដល់មកវាគឺគេចុចអ្នកបញ្ជាអ្នកយានអវកាសចរនៅក្នុងនោះគឺហៅ astronaut ហ្នឹងដែលត្រូវធ្វើដំណើរចុះមកហ្នឹងមាន captain ម្នាក់គាត់អ្នកបញ្ជាអញ្ចឹងទៅហើយក្រៅពីនឹងទៀតគេដូចថាមើលមុខងារគេមើលអីផ្សេងដើម្បីបញ្ជាក់ថានៅក្នុងការធ្វើដំណើរហ្នឹងសីតុណ្ហភាពវាត្រឹមត្រូវវាទៅទិសដៅត្រឹមត្រូវអញ្ចឹងគេកំណត់នៅក្នុង GPS រួចដាក់អីហើយអញ្ចឹងទៅវាគឺវាបើកមកខ្លួនវាតែម្ដងអញ្ចឹងណារហូតមកដល់ពេលដែលវាមុនធ្លាក់ទៅចូលមកលើសមុទ្រគឺគេចុចគេឲ្យឆាត់យករបើកក៏ប៉ុន្តែយានជំនិះហ្នឹងគឺថាវាធ្វើដំណើរខ្លួនវាតែម្ដងគឺគេ program វារួចគឺវាធ្លាក់មកវាជះមកវាបើកដល់ខ្លួនវាមកហើយគេប្រើហ្គាសប្រើអីហ្នឹងវាបញ្ជាបត់ឆ្វេងបត់ស្ដាំឲ្យវានៅនឹងឬក៏ឡើងលើចុះក្រោមតាមតែតម្រូវតាមតែវាត្រូវទៅធ្វើអញ្ចឹងណាគឺគេបញ្ជាមកចឹងស្រាប់ហើយនេះមកឃើញថាឥឡូវនេះកំពុងតែចុះមកចិត្តទៅហើយតិចទៀតយើងនឹងឃើញច្បាស់បន្តិចដោយសារតែចុះមកដល់ក្រោមហើយមកដល់គេហៅថាស្រទាប់មួយដែលយើងមើលឃើញច្បាស់អញ្ចឹងទៅគឺកាមេរ៉ាពីក្រោមនេះចាប់ទៅវិញហើយយើងនឹងឃើញច្បាស់មែនទែននេះជាយានអវកាសចរដែលជិះនៅក្នុងនោះវាមាន4នាក់បាទនៅក្នុងនោះជិះមាន4នាក់ដែលជិះនៅក្នុងនោះដែលត្រូវមកផែនដីវិញបន្ទាប់ពីគេបញ្ចប់គេហៅថាបេសកកម្មហ៊ុនពួកគាត់ណាក៏ពិតពួកគាត់ត្រូវមកលឿនយូរហើយក៏ប៉ុន្តែដោយសារតែមានបញ្ហាទាក់ទងទៅនឹងការអភិរក្សទាក់ទងទៅនឹងយានជំនិះទាក់ទងទៅនឹងពេលវេលាផ្សេងដែលមិនត្រូវដែលថាជាឧបសគ្គចឹងទៅក៏ពយារហូតទៅតែបានមានឱកាសចុះមកលើនេះទេបាទអានេះឧបករណ៍នេះគេហៅថា capsule នេះគឺថាគឺជាគេដាក់ឈ្មោះថា Dragon Crew 9ហ្នឹងហើយ Dragon Crew 9ហ្នឹងដែលគេជិះនៅក្នុងហ្នឹងហើយឥឡូវនេះយើងឃើញច្បាស់នេះណាតិចទៀតយើងឃើញថាអូមកលឿនទៅណាឥឡូវពេលដែលចុះហើយយើងនឹងឃើញថាគេនឹងបើកឆាត់យោងនោះតម្លាក់ឆាត់យោងមក2បាទឥឡូវកំពុងតម្លាក់ឆាត់យោងមក2ហើយបាទបន្ទាប់មកបានគេបើកចុចឆាត់យោង2ទៀតបន្តិចទៀតពុកម៉ែបងប្អូននឹងឃើញថាគេនឹងបើកឆាត់យោង2ទៀតហើយយើងនឹងមើលឃើញគេនឹងបង្ហាញអំពីកន្លែងដែលឆាត់យោងនឹងវាចេញមកកន្លែងណានេះឃើញទេប្លោះហ្នឹងណាចេញមកប្លោះហ្នឹងហើយតិចទៀតយើងឃើញ2ទៀតដែលគេចុចអ្នកដែល captain នៅក្នុងនោះនឹងចុចទៅ2ទៀតវាចេញមកដែរប៉ុន្តែគេឲ្យ2នេះចេញមុនដើម្បីឲ្យវាចាប់ដើមបើកមុនអញ្ចឹងណាហើយធ្លាក់មកតិចម្ដង
ហើយគេធ្វើឲ្យធ្លាក់នេះគឺធ្លាក់នៅក្នុងសមុទ្រហើយគេរើសថ្ងៃនេះដោយសារតែថ្ងៃហ្នឹងវាអត់មានខ្យល់ឲ្យញ៉ៃញ៉ៃហើយពពកវាអត់មានច្រើនហើយហើយស្អាតស្រឡះល្អអញ្ចឹងណានេះ2ទៀតតើភ្លុបឃើញទេបាញ់ទៅ2ទៀតហ่ะវាជាឆាត់យោងទី2ដែលបានទី4បាទដែលបានបញ្ចេញមកហើយបានបាញ់ចេញមកអញ្ចឹងទៅឆាត់យោង4ហ្នឹងនឹងទប់ឲ្យអា capsule ហ្នឹងកន្លែងដែលអវកាសចរជីហ្នឹងនឹងចុះមកយឺតបាទកុំឲ្យវាចុះមកលឿនអញ្ចឹងណាហើយយើងមើលឃើញថាចុះមកយឺតហើយម៉ាស៊ីននៅក្នុងនោះវាបញ្ជាតុកកុំឲ្យវាចុះលឿនទៀតយើងមើលយើងនឹងឃើញថាពេលចុះមកដល់សមុទ្រភ្លាមគឺថាវាអត់ធ្លាក់ខ្លាំងទេគឺថាធ្លាក់ដោយរលូនតែម្ដងហើយបន្ទាប់មកខ្ញុំនឹងធ្វើឲ្យវីដេអូខ្ញុំកាត់វីដេអូនឹងទៅខ្លីទៅទៀតទៅដល់កន្លែងដែលគេចាប់ដើមទាញវាឡើងរៀបចំហើយឲ្យទាញឡើងទៅលើទូករួចបានយើងឃើញថាអាកាសចរបានចេញមកវិញហើយអ្វីដែលខ្ញុំចង់បានដឹងដែរគឺថាពេលអាកាសចរជិះរស់នៅលើអាកាសយានអវកាសនឹង9ខែសាច់ក្នុងការរស់នៅនោះវាអត់មានគេអត់ដើរទេគឺចង់និយាយថាធ្វើអ្វីមួយគេដូចខានដែតក្នុងយានអវកាសហ្នឹងណាដល់ពេលដែតអញ្ចឹងអាចធ្វើឲ្យឆ្អឹងឬក៏ការដើរខ្លួនគាត់ដើរកើតទេគាត់លេងចេះដើរអញ្ចឹងទៅពេលដែលចុះមកដល់ផែនដីហ្នឹងគេនឹងយកគាត់ហើយគេនឹងជួយរុញគាត់លើឡើងដាក់លើឡានដាក់លើអាទេសអញ្ចឹងទៅអញ្ចឹងណាចង់និយាយអញ្ចឹងហើយបងប្អូននឹងឃើញនៅពេលដែលគាត់ចេញមកដល់ហើយគេនឹងលើកគាត់ធ្វើមិនអញ្ចឹងទៅបាទល្អមែនទែនហើយពិសេសមែនទែនហើយខ្ញុំអត់ដែលឃើញទេតាំងពីធ្លាប់តែរស់នៅខ្មែរយើងឃើញតាមទូរទស្សន៍ឥឡូវក៏ឃើញទៅទូរទស្សន៍គាត់ថាវាលយម្យ៉ាងដោយសារខ្ញុំរស់នៅអាមេរិកហ្នឹងទៅហើយដល់ពេលព្រឹត្តិការណ៍កើតឡើងនៅអាមេរិកដែរអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាដូចខ្ញុំបានចូលរួមនៅក្នុងគេហៅថាព្រឹត្តិការណ៍ហ្នឹងដែរអញ្ចឹងលយមែនតើបាទឥឡូវយើងធ្លាក់មកម្ដងតិចទៀតហើយមកបងបានចាំតាមដានបងប្អូនគ្នាបន្តទៀតបាទ12នាទីហើយប៉ុន្តែវីដេអូនេះវែងតិចដោយសារតែក៏ពិតវីដេអូទាំងស្រុងតែម្ដងគឺយូរមែនទែនក្នុងមួយថ្ងៃណាគេ live ប៉ុន្តែខ្ញុំយកបានតែ1ម៉ោងជាងទេ1ម៉ោងក្រោយនេះដែរខ្ញុំចង់បង្ហាញបងប្អូនបានតែ1ម៉ោងក្រោយនេះប៉ុន្តែវីដេអូនេះខ្ញុំនឹងកាត់ឲ្យខ្លីជាងនឹងតិចត្រូវ15នាទីអញ្ចឹងទៅហើយប៉ុន្តែចាំមើលកំពុងចុះមកទៀតហើយបាទខ្ញុំចង់បងប្អូនឃើញបានឃើញរហូតដល់ពេលដែលcapsule នឹងចុះមកដល់ទឹកតែម្ដងដើម្បីមុនខ្ញុំកាត់ឲ្យបានខ្លីបន្តទៅមុខទៀតបើយើងមើលមកទៅធុញពេកបាទចុះទៅហើយទឹកដងដល់ហើយលឹបបាទឃើញទេវាអត់បុកខ្លាំងវាអត់ធ្លាក់ខ្លាំងនៅក្នុងទឹកនឹងនៅលើទឹកនឹងអញ្ចឹងទៅក៏ពិតគេធ្វើបច្ចេកទេសលើកហ្នឹងគឺល្អមែនទែនខ្ញុំមើលទៅគឺថាអ្នករៀបចំអ្នកបង្កើតគឺសាហាវមែនទែនហើយអ្នកដែលរៀបចំអ្នកដែលបង្កើតឧបករណ៍ហ្នឹងគឺក្រុមហ៊ុន SpaceX ដែលបង្កើតឧបករណ៍ទាំងអស់ហ្នឹងហើយដែលសម្រាប់យានអវកាសហើយអវកាសចរជិះធ្វើដំណើរទៅអញ្ចឹងសិតតែជាក្រុមហ៊ុន SpaceX ដែលបង្កើតហ្នឹងបាទឥឡូវនេះមកដល់ហើយជាមួយខ្ញុំនឹងប្រហែលជាសារទៅឲ្យលឿនដើម្បីពុកម៉ែឃើញថាវាយ៉ាងម៉េចយ៉ាងម៉ាទៀតណាបាទបងប្អូនអញ្ចឹងដល់ពេលដែលបានមកដល់លើផ្ទៃទឹកហើយមានទូកធំមួយដែលត្រូវធ្វើដំណើរមកហើយលើកយានជំនិះហ្នឹងឡើងទៅដាក់លើទូកហ្នឹងប៉ុន្តែទូកហ្នឹងគឺនៅឆ្ងាយមែនទែនហើយតាមរយៈការអធិប្បាយរបស់អ្នកដែលនិយាយនៅក្នុងការ live ហ្នឹងគាត់និយាយថាទូកហ្នឹងគឺនៅចម្ងាយជាង30នាទីវារួមជិះមកដល់
រំជើងដល់កន្លែងហ្នឹងអញ្ចឹងទៅប៉ុន្តែមានទូកក្រុមគេក្រុមអ្នកទទួលហ្នឹងតូចហ្នឹងមកមុនគេជិះមកមុនហើយលឿនមែនទែនហើយជិះខ្ញុំមើល live ហ្នឹងជិះតាម play ដែលចង់ថា5នាទី10នាទីដល់បាត់អញ្ចឹងមកដល់មុនទៀតទោះបីឆ្ងាយយ៉ាងណាប៉ុន្តែគេជិះមកលឿនមែនទែនហើយអញ្ចឹងទៅមុខទីទៀតបងប្អូនឃើញអ្នកដែលមកតាមរយៈទូកតូចមកមុនគេរៀបចំគេចងគេទាញគេចងគេរៀបចំក្នុងការដើម្បីលើកយានហ្នឹងឡើងទៅលើទូកធំណានេះពុកម៉ែបងប្អូនឃើញថាយានអវកាសកណោតទូចហ្នឹងជិះមកដល់ហ្នឹងហើយមកដល់មុនណាជិះចាប់ដើមចូលមកមុនហើយទីទៀតហ្នឹងឃើញគេរៀបចំក្នុងការចាក់ចងក្នុងការដាក់ខ្សែដាក់អីដើម្បីសដោងដើម្បីទាញលើកឡើងដាក់លើទូកហ្នឹងហើយទូកហ្នឹងកំពុងធ្វើដំណើរមកជិតដល់ហើយបាទ បាទអញ្ចឹងហ្នឹងហើយពេលដែលគេកំពុងរៀបចំខ្ញុំអត់ដឹងពុកម៉ែបងប្អូនឃើញអត់ទេប៉ុន្តែមានត្រី dolphin អីហែលពេញហ្នឹងបាទហែលលេងពេញហ្នឹងបាទដូចមានអារម្មណ៍ថាមកទទួលដែរត្រី dolphin ណាត្រី dolphin គេហែលលេងជុំវិញកន្លែងដែលយានជំនិះហ្នឹងបានចុះនៅហ្នឹងណាមាន dolphin នេះឃើញវាហែលទេមកវងមកហែលលេងពេញហ្នឹងបាទឡើងចុះនៅក្នុងទឹកហ្នឹងហើយនេះកំពុងពេលដែលពេលកំពុងរៀបចំធ្វើការឆែកធ្វើការពិនិត្យមើលត្រួតពិនិត្យបើសិនជាស្អាតឬក៏យ៉ាងម៉េចចឹងណានេះត្រី dolphin ណាហើយលេងពេញនឹងលយម្យ៉ាងណាមកទទួលស្វាគមន៍អ្នកយានអវកាសឬគេហៅថាអវកាសចរចុះមកវិញមកលើផែនដីមកស្វាគមន៍ដែរអានេះជាទូកដែលត្រូវលើកយកនឹងឡើងណាឥឡូវនេះគេពងទាញខ្សែភ្ជាប់ខ្សែទៅហើយដើម្បីទាញយកទៅហើយគេសដោងឡើងរួចគេមានទូកនេះវាមានដៃគេហៅថាដៃលើកវាឡើងអញ្ចឹងណាដែលប្រើប្រព័ន្ធប្រេងបាទនេះដៃពីរនេះហ្នឹងហើយដូចជាពងទាញដាក់ខ្សែដាក់អីទាញឡើងជាមួយខ្ញុំនឹងកាត់តទៅទៀតឲ្យវាទៅមុខទៀតហើយពុកម៉ែបងប្អូនឃើញគេនឹងលើកបាទឥឡូវនេះគេកំពុងរៀបចំលើកទៅនេះបងប្អូនឃើញថាគេកំពុងលើកឡើងតិចម្ដងហើយលើកឡើងនេះគេលើកក៏ពិតខ្ញុំធ្វើឲ្យវីដេអូនឹងលឿនបន្តិចដែរអញ្ចឹងបងប្អូនឃើញថាគេធ្វើជាងរៀងលឿនបន្តិចក៏ពិតយូរបន្តិចដោយសារគេហៅថាម៉ត់ចត់ណាហ្នឹងហើយគេអត់ចេះលើកភ្លាមប៉ុន្តែម៉ត់ចត់រំទៅលើកបានហ្នឹងយឺតមួយលើកមកដាក់លើទូកហ្នឹងរួចពិនិត្យរួចសម្អាតលាងសម្អាតគេថាលាងសម្អាតហ្នឹងទៀតដើម្បីលាងទឹកសមុទ្រហ្នឹងកុំឲ្យវាជាប់ស្អីគេជាប់អំបិលជាប់អីចឹងណាព្រោះវាធ្វើឲ្យច្រេះធ្វើអីចឹងទៅគេអត់ចង់ឲ្យមានទឹកសមុទ្រហ្នឹងជាប់នៅក្នុងលើយានហ្នឹងទេអញ្ចឹងទៅគេសម្អាតទឹកស្អាតអញ្ចឹងទៅវាយូរបន្តិចយូរអញ្ចឹងទៅខ្ញុំធ្វើឲ្យវាលឿនហើយខ្ញុំកាត់តខ្លះទៀតរំបាទនេះ1ម៉ោងជាងបើសិនខ្ញុំបង្ហាញបងមកចប់គឺ1ម៉ោងយូរមែនទែនឥឡូវនេះក្នុងរយៈពេលនេះវា18នាទីហើយមកដល់ឥឡូវហ្នឹងអញ្ចឹងវាអាចយូរបន្តទៀតអញ្ចឹងខ្ញុំធ្វើឲ្យកាត់បន្តទៀតដើម្បីទៅដល់ចំណុចដែលគេនាំយានអវកាសចរហ្នឹងចេញមកតែម្ដងបាទមកដល់ចំណុចនេះបងប្អូននឹងឃើញថាគេនឹងចាប់ដើមបើកទ្វារហើយនេះបាទហើយមុនបើកទ្វារហ្នឹងគេរៀបចំគេសម្អាតគេពិនិត្យមើលយូរខ្ញុំកាត់ឡើងអស់ឡើង20-30នាទីហ្នឹងឥឡូវបើកហើយបាទបើករួចគេចូលទៅទៀតបាទមិនបើកឲ្យផុតគេចូលទៅពិនិត្យទៀតបាទពិនិត្យថាកុំឲ្យវាមានបញ្ហាព្រោះអានេះមកពីលើអញ្ចឹងវាអាចនឹងនាំឲ្យមានដូចថាជាតិពុលជាតិអីពីខាងលើមកនេះគេពងតែបើកគេពងរៀបចំសម្អាតរៀបចំឲ្យដាក់ផ្សេងទៀតច្រើនបងប្អូនហើយយើងមើលទៅគេធ្វើការមកចត់គេមិនចេះធ្វើទេដើម្បីសុវត្ថិភាពនៅលើផែនដីនេះផងដើម្បីសុវត្ថិភាពអ្នកដែលទៅទទួលផង
បីសុវត្ថិភាពអ្នកដែលចុះមកផងអញ្ចឹងណាបាទហើយខ្ញុំនឹងសារទៅមុខទៀតបាទកាត់ទៅមុខទៀតដើម្បីពុកម៉ែបងប្អូនឃើញពីក្រុមគ្រូពេទ្យបាទមានក្រុមគ្រូពេទ្យគេចុះមកគេពិនិត្យសុខភាពគេពិនិត្យគេហៅថាសម្ពាធឈាមអីចឹងទៅផ្សេងពីព្រោះអីដូចខ្ញុំនិយាយចឹងគាត់រស់នៅលើមេឃហ្នឹងក្នុងរយៈពេលឬក៏លំហអាកាសឬនៅក្នុងយានអវកាសហ្នឹងរយៈពេល9 ខែយូរមែនទែនអញ្ចឹងគេហៅថាសម្ពាធឈាមឯងប្រែប្រួលហើយនឹងអុកស៊ីសែនក្នុងខ្លួនក៏ប្រែប្រួលស្អីក៏ប្រែប្រួលដែរអញ្ចឹងគេរៀបចំគេពិនិត្យសុខភាពអីផ្សេងដើម្បីឲ្យមានសុខភាពល្អអញ្ចឹងទៅបាទនេះនឹងមានបងនឹងឃើញបន្តទៀតអំពីការដែលគេកំពុងតែរៀបចំបន្តទៀតក្នុងការនាំយកយានអវកាសនិងយានអវកាសចរហ្នឹងចេញមកនេះអ្នកមួយគេសប្បាយចិត្តមែនទែនចេញមកឲ្យបានមកដល់ផែនដីវិញហើយអូចាំនឹងយូរបាទឥឡូវក្រុមគ្រូពេទ្យក្រុមអីហ្នឹងគេមកពិនិត្យហើយបាទគេមកពិនិត្យសុខភាពលើហើយបាទមកបងមកដល់ចំណុចនេះគឺគេចាប់ដើមយកយានអវកាសទី1ចេញមកបាទប្រហែលជា captain ខ្ញុំអត់ច្បាស់ដែរសារគេនិយាយដែរប៉ុន្តែមកដល់ចំណុចនេះខ្ញុំអត់ច្បាស់ដែរនេះ captain ឬក៏យ៉ាងម៉េចទៅឈ្មោះគេមានឈ្មោះដែរដែលយកចេញមកលើកទី1បាទអវកាសចរទី1បានយកចេញហើយបាទហើយគេត្រូវយកគាត់ដាក់លើតេស្តទៀតរុញចេញមកហើយតបមកលើកគាត់ដាក់លើតេស្តទៀតដើម្បីរុញទៅទៀតគាត់ដាក់រួចទេដោយសារតែជើងគាត់ហ្នឹងលក្ខណៈទន់អស់ហើយដោយសារនៅក្នុងយានអវកាសហ្នឹងអត់ដើរទេក្នុងរយៈពេល9 ខែហ្នឹងដោយសារតែទំនាញវាអត់មានទំនាញអញ្ចឹងទៅគេមិនដែលលើក្នុងយានអវកាសហ្នឹងអញ្ចឹងទៅម្ដងតែអញ្ចឹងទៅពួកគាត់ដើរកើតទេដើររួចតែម្ដងហើយអញ្ចឹងការរយៈពេលយូរក្នុងការដែលពួកគាត់អាចដើរឡើងវិញបានអញ្ចឹងណារាល់ថ្ងៃអញ្ចឹងឥឡូវហ្នឹងឥឡូវត្រូវតែសម្របសម្រួលសម្រាប់ខ្លួនទៅនឹងបរិយាកាសនៅលើផែនដីនេះហើយនឹងអ្វីទាំងអស់នៅលើផែនដីហ្នឹងដូចក្មេងរៀនដើរឡើងវិញអញ្ចឹងសាហាវមែនទែនគេហៅថាការផ្លាស់ប្ដូរនៃរូបរាងកាយយើងគឺមិនធម្មតាបងប្អូននេះមិនទី2ទេបងប្អូនហើយគឺទី2ហើយទីទៀតគេយកអ្នកទី3ចេញមកឡើយបាទចាំតិចទៀតបាទឃើញឡើយខ្ញុំប្រហែលជាខ្ញុំអត់ទៅមុខទៀតទេខ្ញុំអត់កាត់ទៅមុខទៀតទេដើម្បីបងប្អូនឃើញថារបៀបនៃការគេយកចេញបន្តិចម្ដងយានជំនិះនេះដែលគេជិះមកហ្នឹងគឺតូចមែនតើចង្អៀតមែនតើហើយអញ្ចឹងទៅកន្លែងអង្គុយក៏អត់ស្រួលទេអញ្ចឹងណាមានតែ4កៅអីទេហើយអ្នកដែលមកបាន4ម្ដងអញ្ចឹងទៅបើសិនជាត្រូវចុះមកចុះឡើងពេលដែលឡើងទៅគេជិះធំទៅប៉ុន្តែជិះដូចគ្នាទេកន្លែងជិះនេះជាអ្នកទី4ណាអ្នកទី4បាទនេះគាត់ឈ្មោះ Sony បាទភេទស្រីគាត់ជាអវកាសចរភេទស្រីម្នាក់ដែលបានឡើងទៅប្រើការងារនៅលើយានអវកាសហ្នឹងដែរបាទឥឡូវនេះកំពុងចាំអ្នកទី4បាទហើយពេលអ្នកទី4មកគឺចប់ហើយបាទគឺចប់ហើយនៃព្រឹត្តិការណ៍នៃការយកគាត់ចេញមកហ្នឹងនេះទី4បានចុះមកចេញមកដល់ហើយបាទនេះគេត្រូវគាត់លើកគាត់ឡើងហើយឈោក៏អត់នឹងដែរឈោក៏អត់កើតដែរឈោបានបន្តិចទេដោយសារគេទប់គាត់ទេបាទហ្នឹងហើយបាទមកជើងវីដេអូនេះគឺចប់តែប៉ុណ្ណេះហើយដោយសារតែឥឡូវគេយកចេញគាត់អត់គេយកគាត់ចេញមកអស់ហើយបាទអញ្ចឹងបន្ទាប់ពីយកគាត់ចេញមកអស់ហើយគេនឹងយកគាត់នឹងទៅសម្រាកហើយគេពិនិត្យសុខភាពពិនិត្យឲ្យឡើងវិញអញ្ចឹងទៅឲ្យសម្រាកហើយបើគាត់ជិះកប៉ាល់ហោះពីនេះទៅរដ្ឋ Texas ហើយគាត់នឹងទៅសម្រាកនៅកន្លែងហ្នឹងទៅសម្រាប់ព្យាបាលឬក៏គេហៅថាយកកម្លាំងមកវិញឬក៏ទៅមកគាត់នឹងទៅធ្វើអីផ្សេងទៀតហើយប៉ុន្តែក្នុងការសម្រាប់គាត់ប្រហែលជាសម្រាប់យូរដើម្បីឲ្យស៊ាំទៅនឹងបរិយាកាសនៅលើផែនដីនេះវិញណាអញ្ចឹងការ live វីដេអូរបស់ NASA ថ្ងៃហ្នឹងគឺមានរយៈពេល1
một ngàyពេញហ្មងតាំងពីខ្ញុំមើលណាតាំងពីភ្ញាក់ឡើងខ្ញុំមើលរហូតមកដល់ម៉ោង5ហ្នឹងទើបគេចុះមកដល់អញ្ចឹងទៅសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនខ្ញុំចង់បង្ហាញបងប្អូនបានឃើញដែរទស្សនាដែរវីដេអូនេះវែងតិចហើយប៉ុន្តែបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍អាចទស្សនារហូតមកដល់ពេលនេះខ្ញុំជឿថាពុកម៉ែបងប្អូននឹងទទួលបាននូវចំណេះដឹងផ្សេងៗបាទអរគុណច្រើនហើយពីខ្ញុំដាមសុនអរគុណក្នុងការទស្សនាមកដល់ពេលនេះអរគុណច្រើនសូមជម្រាបលា